បើសិនជាយប់នេះអត់បានមកវត្តកំពង់ក្ដីដើម្បីអកអំបុកមិនដែលប្រទេសសម្ភារប្រខែទេគឺដឹងតែស្ដាយហ្មងហើយយប់នេះគឺថាមានការរៀបចំធំខ្លាំងមែនតើឆ្នាំនេះនៅវត្តកំពង់ក្ដីបើនិយាយពីត្បាល់ក៏ដូចជារ៉ែអីផ្សេងឬក៏ឆ្នាំងលីងស្រូវណាគឺថាជាង30ត្បាល់ហើយនោះហើយការរៀបចំឆ្នាំនេះគឺធំមែនតើបើសិនជាបងប្អូនដែលអត់បានមកគឺដឹងតែស្ដាយក្រោយតែម្ដងហើយនេះគឺជាសកម្មភាពខ្លះៗនៅពេលថ្ងៃខ្ទង់ម៉ោង5ជាងដែលមានការរៀបចំត្រៀមសម្រាប់ទុកនៅពេលយប់ដែលបងប្អូនប្រជាពលរដ្ឋគាត់មកលេងដើម្បីធ្វើការអកអំបុកសម្ភារប្រខែអញ្ចឹងណាគឺថាសកម្មភាពនេះគឺប្លែកភ្នែកមែនតើដោយសារតែខ្ញុំឆ្នាំមុនខ្ញុំមកពេលយប់អញ្ចឹងទៅអត់បានឃើញគេរៀបចំសម្រាប់ឆ្នាំនេះគឺគេរៀបចំបដាខ្ញុំមកលេងបដាអញ្ចឹងណាបងប្អូនហើយថតភ្លាមកាត់ភ្លាមផុសភ្លាមតែម្ដងអញ្ចឹងបើសិនជាមានអីខុសឆ្គងអីសូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាផងដោយសារចង់ចែករំលែកព័ត៌មាននេះទៅកាន់បងប្អូនទាំងអស់គ្នាហើយបងប្អូនដែលបានទស្សនាក៏ដូចជាបានមើលនេះកុំភ្លេចជួយ share ក៏ដូចជាចុច like page ខ្ញុំអ្នកមួយផងហើយខ្ញុំនឹងព្យាយាមថតអ្វីផ្សេងទៀតទាក់ទងជាមួយនឹងស្រុកជីក្រែងជូនបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពមុនពេលរាត្រីអញ្ចឹងខ្ទង់ម៉ោង5អីទេបងប្អូនគឺថាច្រើនមែនតើមានការរៀបចំពីពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃនៅក្នុងវត្តនេះផងដែរគឺស្រដដៃស្រស់ជើងគ្នាមែនតើបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺចង់បង្ហាញតែទស្សនវិជ្ជាទាក់ទងនឹងការរៀបចំអកអំបុកមិនដែលប្រទេសនៅវត្តកំពង់ក្ដីទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែរត្រៀមខ្លួនសម្រាប់មកគឺដឹងតែសប្បាយភ្នែកតែម្ដងនេះគឺជាព័ត៌មានសម្រាប់ជូនបងប្អូនទាំងអស់គ្នាទុកមុនអញ្ចឹងបើសិនជាមានការខុសឆ្គងអីខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាមុនផងអរគុណបងប្អូន